ហាមដាច់ខាតកុំបោកក្អៅពេលយប់ណាបើសិនជាអត់ចង់ជួបរឿងរន្ធត់ដោយបងប្រុសម្នាក់នេះនេះគឺជារឿងពិតដែលបានកើតឡើងលើបងប្រុសម្នាក់ដែលគាត់រស់នៅប្រទេសម៉ាឡេស៊ីហើយគាត់បានចែករំលែករឿងនេះចូលទៅក្នុងសារព័ត៌មានដែលគាត់គឺជាសិស្សសាលាដែលរៀនផងនិងស្នាក់នៅក្នុងសាលានឹងផងរដងគាត់តែងតែធ្វើការបោកក្អៅហើយការបោកក្អៅរបស់គាត់នេះគឺគាត់បោកតែពេលយប់ទេប៉ុន្តែគាត់តែងតែប្រើប្រាស់ម៉ាស៊ីនបោកក្អៅដើម្បីបោកចៃដន្យអីថ្ងៃនេះម៉ាស៊ីនបោកក្អៅនៅក្នុងសាលាបានខូចអញ្ចឹងត្រូវបង្ខំចិត្តឲ្យគាត់បោកដៃនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងគាត់ក៏ហ៊ានទៅបោកម្នាក់ឯងនេះអ្នកនរគ្នាព្រោះនៅក្នុងសាលាយប់ស្មើនេះហើយគឺស្ងាត់មនុស្សហើយគឺគេចូលសម្រាប់ឬមួយក៏ចូលរៀនតាមបន្ទប់នីមួយៗអស់ហើយអត់មានណាគេមកអង្គុយបោកក្អៅទាំងយប់នឹងទៀតទេអញ្ចឹងគាត់ក៏នឹកឃើញថាបបួលពួកម៉ាក់បន្ទប់គាត់ម្នាក់ឈ្មោះភីទៅជាមួយគ្នាដើម្បីបានជជែកគ្នាលេងបណ្ដាកំដរការអបសុខផងហើយនឹងកំដរភាពភ័យខ្លាចផងដែរអញ្ចឹងពេលដែលទៅដល់បន្ទប់ទឹកហើយគាត់ក៏ធ្វើការរៀបចំបោកក្អៅហើយក៏បានជជែកគ្នាពីនេះពីនោះពីរឿងរៀនផងអីផងជាមួយមិត្តភក្តិអញ្ចឹងទៅអំឡុងពេលដែលកំពុងតែបោកក្អៅជាមួយពួកម៉ាក់ផងយាយផងសោចផងអីហ្នឹងស្រាប់តែឈះពីដៃក៏បានរបូតហើយគាត់ក៏ធ្វើការអោនរើសអ្នកនរគ្នានឹងគាត់ជួបរឿងអីអត់ពេលដែលគាត់អោនរើសហ្នឹងគឺគាត់បានងាកមកវិញប្រទះឃើញពួកម៉ាក់គាត់មានត្រឹមតែមកកណាត់ខ្លួនឡើងលើឯងអញ្ចឹងបានន័យថាបងភីហ្នឹងគាត់លាក់ជើងគាត់មែនឬមួយក៏ម្នាក់ហ្នឹងមិនមែនជាបងភីទេគឺជាអីផ្សេងដែលមកបន្លំធ្វើជាពួកម៉ាក់យើងពេលហ្នឹងគឺគាត់អត់បងអង្គទេគាត់ទាញអីវ៉ាន់គាត់ទាំងបាម៉ានគឺរត់សំដៅទៅបន្ទប់មកពេលដែលគាត់រត់ទៅដល់បន្ទប់រឿងដែលគួរឲ្យកាន់តែរន្ធត់នោះគឺពួកម៉ាក់គាត់ដែលឈ្មោះបងភីហ្នឹងគឺកំពុងតែសម្រានយ៉ាងលក់ស្រួលតែម្ដងអត់ដឹងរឿងអីសោះអញ្ចឹងបានន័យថាម្នាក់មិញហ្នឹងច្បាស់ណាស់មិនមែនជាពួកម៉ាក់